សួស្តីប្រិយមិត្តទាំងអស់គ្នាតើអ្នកទាំងអស់គ្នាជឿតែថាដូរ៉េម៉ុនពិតជាមានមែនហើយគាត់ក៏ធ្លាប់បានជួយសង្គ្រោះពិភពលោករបស់យើងផងដែរអ្នកទាំងអស់គ្នាប្រកាសជាគិតថាដូរ៉េម៉ុនគឺមានតែនៅក្នុងតុក្កតាតែប៉ុណ្ណោះប៉ុន្តែគាត់ពិតជាបានចូលមកក្នុងពិភពលោកនេះហើយខ្ញុំក៏មិនដឹងដែរថាអ្នកទាំងអស់គ្នាអាចដឹងអំពីកំណត់ហេតុប្រចាំថ្ងៃរបស់ដូរ៉េម៉ុននោះដែរប៉ុន្តែការពិតមួយចំនួនដែលអ្នកទាំងអស់គ្នាត្រូវតែដឹងហើយខ្លឹមសារខាងលើនេះគឺបានមកពីកំណត់ហេតុប្រចាំថ្ងៃដ៏ចម្លែកនោះសួនកំសាន្តមួយបានរាយការណ៍ថារូបសំណាកដូរ៉េម៉ុនដ៏ធំនិងទ្រុឌទ្រោមមួយបានលេចឡើងនៅកណ្ដាលសួនកំសាន្តហើយកំណត់ហេតុប្រចាំថ្ងៃដ៏ចម្លែកនោះក៏ត្រូវរកបាននៅក្នុងកប៉ាល់របស់ដូរ៉េម៉ុនកំណត់ហេតុប្រចាំថ្ងៃនោះបានកត់ត្រាអំពីរឿងនិទានដូរ៉េម៉ុនជួយសង្គ្រោះពិភពលោកដើមឡើយខ្ញុំគិតថានេះគ្រាន់តែជាការស្រមើស្រមៃពីកុមារភាពរបស់ក្មេងមួយចំនួនតែប៉ុណ្ណោះប៉ុន្តែខ្ញុំមិននឹកស្មានថាការពិតនៅពីក្រោយកំណត់ហេតុប្រចាំថ្ងៃនេះគឺហួសពីការស្មានរបស់អ្នកទាំងអស់គ្នានិងការស្រមើស្រមៃរបស់ខ្ញុំនេះគឺជាខ្លឹមសារទាំងស្រុងនៃកំណត់ហេតុប្រចាំថ្ងៃនៅថ្ងៃទី9 ខែកក្កដាឆ្នាំ2013ប៉ាម៉ាក់របស់ខ្ញុំបានយល់ព្រមនាំខ្ញុំទៅលេងនៅសួនកំសាន្តនោះហើយសួនកំសាន្តនោះទើបតែបើកថ្មីហើយមានមនុស្សជាច្រើនកកកដំបូងឡើយពួកយើងពិតជាសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែបន្ទាប់មកក៏មានអ្វីចម្លែកបានកើតឡើងខ្ញុំបានឃើញពេនប៉ោងរបស់ខ្ញុំបានហើរចេញពីដៃរួចហើយក៏ហើរឡើងទៅលើមេឃរួចហើយក៏បាត់ទៅវាមិនមែនបាត់បន្តិចម្ដងនោះទេប៉ុន្តែវាក៏បានបាត់ភ្លាមបន្ទាប់មកសំឡេងរោទ៍ដ៏ចម្លែកមួយក៏បានបន្លឺឡើងនៅមិនឆ្ងាយពីទីនោះប៉ុន្មានខ្ញុំបានឃើញអគារខ្ពស់ជាងគេដែលនៅក្បែរនោះហើយកម្ពស់របស់វាស្រាប់តែបាត់ហាក់ដូចជាត្រូវបានកាប់ដោយកំបិតហើយបន្ទាប់មកអគារខ្ពស់ជាងគេទី3ក៏ត្រូវបានកាត់ផ្ដាច់ផងដែរអ្វីដែលត្រូវកាត់ផ្ដាច់លើកលែងតែរូបសំណាកដូរ៉េម៉ុនដែលនៅកណ្ដាលសួនកុមារនោះភ្លាមនោះសំឡេងស្រែកឆោឡោក៏ផ្អើលពេញសួនកុមារតែម្ដងប៉ាម៉ាក់មើលទៅមានការព្រួយបារម្ភយ៉ាងខ្លាំងពួកគាត់ហាក់បីដូចជាទាញទូរស័ព្ទដើម្បីខលទៅនរណាម្នាក់ប៉ុន្តែទូរស័ព្ទក៏មិនមានសេវានោះដែរក្រោយមកខ្ញុំក៏បានឃើញវងសត្វថ្លាបដ៏ធំមួយបានលេចឡើងនៅលើផ្ទៃមេឃទាំងអស់នេះគឺជាអ្វីដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមកនោះទេហើយវាកំពុងតែហើរពេញសួនកុមារតែម្ដងប៉ានិងម៉ាក់ចង់នាំខ្ញុំចេញពីសួននោះបន្ទាប់មកពួកយើងក៏បានជួបជាមួយនឹងបុរសម្នាក់ដែលព្យាយាមរត់ចាក់ចេញពីទីនោះគាត់ក៏បានប្រាប់ពួកយើងថាគ្មានផ្លូវដែលត្រូវចាក់ចេញពីសួនកំសាន្តនោះទេសួនកំសាន្តនេះគឺហ៊ុំព័ទ្ធទៅដោយព្រៃមានសត្វដែលគួរឲ្យខ្លាចធំជាច្រើននៅក្នុងព្រៃហើយមនុស្សដូចជាស៊ូមប៊ីដែលរ៉ាំណាអ្នកទាំងអស់គ្នារត់ចូលទៅក្នុងព្រៃនោះសត្វដ៏អាក្រក់ទាំងនោះនឹងមករកអ្នកក្រោយមកមនុស្សកាន់តែច្រើនដែលព្យាយាមចាក់ចេញពីការវិលត្រឡប់មកវិញហើយពួកគាត់ទាំងអស់គ្នាក៏បានប្រាប់អំពីរឿងដូចគ្នាពិភពលោកទាំងមូលជុំវិញសួនកុមារនោះគឺត្រូវបានបំផ្លាញភ្លាមសួនកុមារនៅតែដដែលប៉ុន្តែនៅជុំវិញបរិវេណសួនកុមារនោះគឺខុសគ្នាដាច់ស្រឡះហើយគ្មាននរណាម្នាក់ដឹងថាមានអ្វីកើតឡើងនោះទេនៅថ្ងៃទី10 ខែកក្កដាឆ្នាំ2013គ្មាននរណាម្នាក់បានឃើញមេឃដែលមានកាយការពីយប់នោះទេហើយព្រះអាទិត្យក៏បានរះផ្ទឺខាងជើងម្ដងទៀតនៅថ្ងៃនេះមនុស្សក៏ចាប់ផ្ដើមនិយាយអំពីរឿងនេះដោយនិយាយថាមិនមែនជាពិភពដើមរបស់ពួកយើងនោះទេគ្មានអ្វីពិសេសកើតឡើងនៅថ្ងៃនេះនោះទេព្រោះគ្មាននរណាម្នាក់ហ៊ានចេញក្រៅនោះឡើយក្រោយមកការគំរាមកំហែងពិតប្រាកដក៏បានកើតឡើងនៅពេលនោះមិនមែនមកពីសត្វសាហាវដែលគួរឲ្យភ័យខ្លាចនៅក្នុងព្រៃនោះទេប៉ុន្តែមកពីមនុស្សដែលនៅក្នុងក្រុងខ្ញុំក៏បានឃើញផ្ទាល់ភ្នែកពួកគេក៏បានលួចកាប់សម្លាប់គ្នាដោយសារការដណ្ដើមចំណីអាហារហើយសិលធម៌របស់ពួកគេហាក់ដូចជាបាត់បង់ផងដែរនៅថ្ងៃទី23 ខែកក្កដាឆ្នាំ2013មនុស្សមួយចំនួនបាននាំមុខគេក្នុងការបង្កើតអង្គការថែរក្សាស្ថិរភាពគ្រប់គ្នាហាក់ដូចជាសហការគ្នាដោយសន្តិវិធីភាគច្រើននៃអាហារដែលនៅសល់ក្នុងហាងត្រូវបានចែកគ្នាដោយស្មើភាពមនុស្សគ្រប់រូបដែលអាចធ្វើបានហាក់ដូចជាធ្វើការដោយមិនស្ទាក់ស្ទើរនោះទេរួមទាំងខ្ញុំផងដែរចំណែកអ្នកវិទ្យាសាស្ត្រខ្លះបានប្រើប្រាស់ឧបករណ៍នេះដើម្បីវកឧបករណ៍ប្រដំពលតូចមួយហើយផ្គត់ផ្គង់នាំពលដល់កន្លែងលេងក៏ត្រូវបានស្ដារឡើងវិញគ្រប់គ្នាហាក់បានសពស្ងាត់ពីការភ័យខ្លាចនិងការយល់ច្រឡំដំបូងនៅថ្ងៃទី30 ខែកក្កដាឆ្នាំ2013មានរយៈពេលជិត3សប្តាហ៍ហើយដែលចាប់តាំងពីខ្ញុំមកទីនេះហើយបញ្ហាមួយចំនួនហាក់បីដូចជាកាន់តែអាក្រក់ទៅមួយគឺស្ថានភាពអាហារនិងទឹកអ្នកខ្លះដាំស្រូវសាលីនិងដំឡូងនៅទីវាលប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់បំពេញអាហារពួកយើងនោះទេទឹកភ្លៀងនឹងធ្លាក់ម្ដងម្កាលតែប៉ុណ្ណោះប៉ុន្តែមានមនុស្សតិចតួចណាស់ដែលគិតថាមានសុវត្ថិភាពក្នុងការផឹកទឹកភ្លៀងដើម្បីដោះស្រាយអំពីបញ្ហានេះមនុស្សបានបញ្ជូនបេសកកម្មរុករកក្នុងព្រៃបេសកកម្មទាំងនេះជាធម្មតាបានបញ្ចប់តាមរបៀបដូចគ្នាដោយគ្មាននរណាម្នាក់វិលត្រឡប់មកវិញនោះទេមានតែម្ដងឬពីរដងតែប៉ុណ្ណោះដែលមាននរណាម្នាក់អាចត្រឡប់មកសួនកំសាន្តវិញធម្មតាប៉ុន្តែពួកគេលែងដឹងថាខ្លួនឯងជាអ្នកណាទៀតហើយពួកគេមិនចាំថាគេគឺជានរណានោះទេហេតុអ្វីបានជាពួកគេនៅទីនោះចំណែកបញ្ហាទី2នោះគឺជាបញ្ហាព្រៃឈើក្នុងរយៈពេលរាប់សិបថ្ងៃដំបូងព្រៃឈើហាក់បីដូចជាមិត្តពលទីទួយមកលើពួកយើងភ្លាមនោះបន្ទាប់ពីពួកយើងបានងើបឡើងវិញហើយព្រៃឈើក៏ចាប់ផ្ដើមវាយប្រហារពួកយើងសត្វដែលគួរឲ្យរន្ធត់និងរលោងនៃស៊ូមប៊ីក៏បានទម្លុះជញ្ជាំងចូលក្នុងសួនកុមារដោយចៃដន្យហើយពួកគេនឹងសម្លាប់ពួកយើងដោយមិនរើសអើងតាមដងផ្លូវនៃសួនកុមារនោះទេដើមឡើយមនុស្សទាំងអស់សង្ឃឹមក្នុងការប្រឆាំងសត្វទាំងនោះបញ្ហាទី3គឺជាបញ្ហាសុខភាពបានលេចឡើងនៅពេលក្រោយអ្នកដែលត្រឡប់មកពីព្រៃវិញហាក់ដូចជាបាននាំមកនូវជំងឺដ៏ចម្លែកមួយចំនួនដែលបានចាប់ផ្ដើមរីករាលដាលក្នុងចំណោមហ្វូងមនុស្សមួយចំនួនបានធ្លាក់ខ្លួនឈឺហើយចាប់ផ្ដើមដូចជាគ្រុនក្តៅ
ប៉ុន្តែបានវិវត្តបន្តិចម្ដងទៅជាការផ្លាស់ប្ដូរសម្បត្តិអាក្រក់ហើយពួកគេនឹងបាត់បង់ស្មារតីទាំងស្រុងការវាយប្រហារដោយមិនរើសអើងមនុស្សគ្រប់រូបនៅពេលដែលមានជំងឺនេះវិវត្តដល់ដំណាក់កាលផ្សេងៗការសម្លាប់ពួកគេហាក់ដូចជាជំរឿនដ៏ល្អបំផុតនៅថ្ងៃទី30 ខែកញ្ញាឆ្នាំ 2013 ដើម្បីដោះស្រាយជាមួយនឹងការវាយប្រហាររបស់សត្វចម្លែកនិងខ្មោចស៊ូប៊ីនៅក្នុងព្រៃពួកគេក៏បានបង្កើតក្រុមល្បាតមួយដែលឯកសមាជិកនៃក្រុមមានវេន24ម៉ោងក្នុងមួយថ្ងៃប៉ុន្តែពួកគេមិនមានទីខ្ពស់ដើម្បីឈរមើលអូឈានទាំងមូលនោះទេចំណែកឯអគារខ្ពស់ៗទាំងអស់ត្រូវបានកប់តិចដោយថាមពលអាថ៌កំបាំងមួយអ្វីដែលនៅសេសសល់នោះគឺឲ្យឡើងទៅដល់កំពូលគឺមានតែរូបសំណាកដូរេម៉ុនតែមួយប៉ុណ្ណោះឥឡូវនេះកំពូលបញ្ឈរតែមួយគត់គឺនៅទីនោះក្រុមល្បាតអាចមើលឃើញចលនារបស់សត្វចម្លែកនិងខ្មោចស៊ូប៊ីពីចម្ងាយដូច្នេះអ្នកគ្រប់គ្នាអាចត្រូវព្រមានជាមុននឹងរៀបចំពិធីសារព្រមានមុនថ្ងៃទី30 ខែតុលាឆ្នាំ 2013 ពិតជាមានប្រយោជន៍ខ្លាំងណាស់ក្នុងរយៈពេល1ខែកន្លងមកនេះចំនួនអ្នកស្លាប់និងរបួសបានធ្លាក់ចុះយ៉ាងខ្លាំងហើយយើងលែងមានការព្រួយបារម្ភអំពីការបាត់បង់អ្វីៗទាំងអស់នៅក្នុងព្រៃនៅពេលដែលយើងគេងហើយក៏សូមអរគុណដល់រូបសំណាកដូរេម៉ុនថ្មីនេះនៅពេលយប់ក្នុងសួនកំសាន្តមនុស្សគ្រប់គ្នានឹងលេងភ្លេងនៅលើទូរស័ព្ទដៃរបស់ពួកគេស្ដាប់តន្ត្រីមនុស្សក៏ចាប់ផ្ដើមប្រមូលផ្ដុំគ្នាជុំវិញរូបសំណាកដូរេម៉ុនដុតភ្លើងនិងរាំជាមួយគ្នាផងដែរហើយខ្ញុំក៏មិនដែលបានឃើញអ្នករាល់គ្នាសប្បាយចិត្តបែបនេះជាយូរណាស់មកហើយនៅពេលនោះមនុស្សជាច្រើនបានជឿថាដូរេម៉ុនគឺជាទេវតាដែលមកជួយសង្គ្រោះពួកគេនៅថ្ងៃនោះនៅថ្ងៃទី 2 ខែមករាឆ្នាំ 2014 ថ្មីនេះអ្នកវិទ្យាសាស្ត្របានរកឃើញថាសត្វនៅក្នុងព្រៃហាក់បីដូចជាមិនវាប្រហារទៅលើមនុស្សទៀតនោះទេដូច្នេះហើយពួកគេក៏បានបញ្ជូនមនុស្សដើម្បីរុករកនៅក្នុងព្រៃសារជាថ្មីក្រោយមកពួកគេក៏បានចាត់តាំងមនុស្សមួយក្រុមដែលមានគ្នា4នាក់នៅថ្ងៃនេះទីបំផុតពួកគេក៏បានទៅដល់គែមព្រៃប៉ុន្តែពួកគេទាំង4នាក់បានរកឃើញតែក្តីអស់សង្ឃឹមគឺគែមព្រៃនោះគឺជាមហាសមុទ្រទាំងអស់មហាសមុទ្រដ៏ធំល្វឹងល្វើយគ្មានទីបញ្ចប់គឺជាការរកឃើញដ៏អស់សង្ឃឹមមានរយៈពេលជិត1ឆ្នាំកន្លះមកហើយចាប់តាំងពីពួកយើងមកទីនេះនៅថ្ងៃទី 2 ខែកុម្ភៈឆ្នាំ 2015 មនុស្សកាន់តែច្រើនឡើងបានចាប់ផ្ដើមទទួលយកការពិតពួកគេលេងនិយាយអំពីការចាក់ចេញពីទីនេះទៀតហើយគ្រប់គ្នាហាក់ដូចជាស្វាមនឹងជីវិតរស់នៅទីនេះបន្តិចម្ដងរាល់ថ្ងៃគឺគួរឲ្យធុញនិងអស់សង្ឃឹមមនុស្សពេញវ័យបង្កើតរឿងមួយទៅរឿងមួយទៀតហើយប្រាប់ក្មេងៗហើយតួឯកនៃរឿងរបស់យើងគឺតែងតែជារូបចម្លាក់ដូរេម៉ុនដែលតែងតែការពារពួកយើងបន្តិចម្ដងគ្រប់គ្នាជឿថារូបសំណាកនោះគឺជាអ្នកគោរពបូជារបស់ពួកយើងហើយបានអធិដ្ឋាននឹងជឿជំវិញតុក្កតាដូរេម៉ុននោះផងដែរវាក៏បានក្លាយទៅជាប្រពៃណីថ្មីរបស់ពួកយើងដែលហាក់ដូចជាការចិញ្ចឹមខាងវិញ្ញាណរបស់មនុស្សគ្រប់រូបគាត់បានផ្ដល់យើងនូវភាពក្លាហាននិងក្តីសង្ឃឹមដើម្បីរស់ខ្ញុំសង្ឃឹមថាខ្ញុំនឹងក្លាយជាសមាជិកក្រុមល្បាតដើម្បីអាចការពារអ្នកទាំងអស់គ្នាជាមួយនឹងតុក្កតាដូរេម៉ុននោះនៅពេលដែលកំណត់ហេតុប្រចាំថ្ងៃត្រូវបានកត់ត្រាដល់ចំណុចនេះមានរយៈពេលដ៏វែងមួយហើយគឺ10ឆ្នាំក្រោយមកនៅពេលដែលវាត្រូវបានកត់ត្រាម្ដងទៀតគឺនៅថ្ងៃទី 2 ខែមករាឆ្នាំ 2025 ហើយខ្ញុំមិនដែលបានសរសេរកំណត់ហេតុប្រចាំថ្ងៃច្រើននោះដែរពីព្រោះជីវិតរបស់យើងគឺដដែលជារៀងរាល់ថ្ងៃហើយគ្មានអ្វីមានតម្លៃក្នុងការកត់ត្រានោះទេមូលហេតុដែលខ្ញុំសរសេរកំណត់ត្រានេះឡើងវិញគឺដោយសារតែខ្ញុំបានរកឃើញរឿងថ្មីមួយកាលពីម្សិលមិញមានបុរសម្នាក់បានឡើងទៅទីចំណុចខ្ពស់ដែលនៅសេសសល់នៅលើក្បាលរបស់ដូរេម៉ុនវិទ្យុតាក់ទងស្ថានីយ៍ជាក់លាក់មួយដែលបានសេសសល់ពីពិភពលោកចាស់របស់ពួកយើងហើយគ្រប់គ្នាក៏បានដំណឹងឡើងវិញនៅក្តីសង្ឃឹមរបស់ពួកគេក្នុងការត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី 10 ខែមករាឆ្នាំ 2025 អ្នកវិទ្យាសាស្ត្របានតាមដានភ្លាមៗពីប្រភពនៃវិទ្យុនោះហើយក៏បានរកឃើញថាសញ្ញានៃវិទ្យុនោះគឺបានមកពីហោប៉ៅរបស់ដូរេម៉ុនថ្ងៃនេះអ្នកវិទ្យាសាស្ត្របានសម្រេចចិត្តយកនំដៃដើម្បីបើកហោប៉ៅរបស់ដូរេម៉ុនដើម្បីធ្វើឲ្យវាប្រហោងប៉ុន្តែមានមនុស្សជាច្រើនកំពុងតែការពារដូរេម៉ុននោះខណៈដែលពួកគេគ្រប់គ្នាកំពុងតែជជែកគ្នាដុំថ្មមួយដុំបានធ្លាក់ចេញពីរូបសំណាកហោប៉ៅដូរេម៉ុនថ្មដែលប្រើសម្រាប់សាមសងរូបសំណាកដូរេម៉ុននោះគឺពិតជារឹងខ្លាំងណាស់ហើយគ្មានផ្លូវណាដែលអាចរលំវាបាននោះទេដូច្នេះហើយគ្រប់គ្នាយល់ស្របថានេះគឺជាអភូតហេតុហើយដូរេម៉ុនកំពុងតែការពារពួកយើងម្ដងទៀតថ្ងៃទី 15 ខែមីនាឆ្នាំ 2025 បន្ទាប់ពីការងាររៀបចំបឋមត្រូវបានបញ្ចប់ការជីកកកាយបានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃនេះបន្ទាប់ពីជីកកកាយបានប្រហែល1ម៉ែត្រមនុស្សគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលនៅពេលដែលឃើញរូបសំណាកដូរេម៉ុនទាំងមូលទទេនៅខាងក្នុងវាគឺជាកន្លែងងងឹតដ៏ធំមួយហាក់បីដូចជាលាតសន្ធឹងទៅឆ្ងាយអ្នកវិទ្យាសាស្ត្របានចង់ឧបករណ៍មួយចំនួននៅចុងខ្សែពួរហើយក៏បានបញ្ជូនវាទៅអ្នករាល់គ្នាពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលវត្ថុដែលពួកគេត្រូវបានបញ្ជូនចុះត្រូវបានលេបចូលដោយការបង្កគ្មាននរណាម្នាក់ដឹងថាមានអ្វីនៅទីនេះនោះទេប៉ុន្តែមនុស្សជាច្រើនមានជំនឿយ៉ាងមុតមមថាវត្ថុដែលបាត់នោះគួរតែត្រឡប់ទៅផ្ទះវិញនេះគឺជាការសន្មត់សមហេតុផលព្រោះលើលោកវិទ្យុបានមកពីប្រហោងខ្មៅនោះអ្នកវិទ្យាសាស្ត្របានយល់ស្របថារន្ទះនេះគឺពិតជាច្រកត្រឡប់ទៅកាន់ពិភពលោករបស់យើងផ្ទាល់នៅថ្ងៃទី 15 ខែមេសាឆ្នាំ 2025 ក្នុងរយៈពេល1ខែបានកន្លងផុតទៅនេះអ្នកវិទ្យាសាស្ត្រក៏បានសិក្សាអំពីរបៀបរុករកប្រហោងខ្មៅនោះរួមមានបញ្ហាធំត្រូវដោះស្រាយគឺបញ្ហាសុវត្ថិភាពរាល់ពេលដែលពួកគេបានចាំផ្ចោអ្វីមួយជាមួយនឹងខ្សែពួរតែងតែបាននៅបាតដុនខ្សែពួរនឹងត្រូវកាត់ដោយនឹងអាគារខ្ពស់ៗទាំងនោះកាលពី12ឆ្នាំមុនមានន័យថាប្រសិនបើមាននរណាម្នាក់ចូលទៅក្នុងរន្ធនោះប្រឈមមុខនឹងការកាត់ផ្តាច់ប៉ុន្តែបញ្ហានេះ
នេះត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សដោយការភ្ជាប់កាមេរ៉ាទៅជាមួយនឹងខ្សែពួរដែលភ្ជាប់ជាមួយនឹងអេក្រង់នៅលើដីមនុស្សបានរកឃើញថាខ្សែពួរនឹងត្រូវកាត់ផ្តាច់លុះត្រាតែត្រូវបានទាញមកវិញវាហាក់ដូចជាមិនមានបញ្ហាអ្វីច្រើននោះទេបន្ទាប់ពីបញ្ហាបច្ចេកទេសមួយចំនួនត្រូវបានរំពឹងទុកក្នុងស្ថានភាពបែបនេះបញ្ហាទី2គឺរុនតូចពេកហើយវាពិបាកសម្រាប់មនុស្សចូលពួកយើងព្យាយាមពង្រីករុនជាច្រើនដងប៉ុន្តែវាហាក់ដូចជាធ្វើពីវត្ថុធាតុខ្លាំងជាងម៉ាស៊ីនដែលអាចជីកបានហើយវាមិនអាចបើកបានទៀតនោះទេការពិតគឺថាសប្តាហ៍ថ្ងៃនេះមានកុមារតូចៗតែប៉ុណ្ណោះដែលអាចចូលទៅបានជាចុងក្រោយបន្ទាប់ពីគ្រប់គ្នាបានពិភាក្សាគ្នានិងដោយមានការយកចិត្តពីឪពុកម្ដាយរបស់ខ្ញុំពួកគេក៏បានសម្រេចចិត្តជាឯកច្ឆន្ទបញ្ជូនខ្ញុំចូលទៅក្នុងរូងនោះដើម្បីសាកល្បងវាខ្ញុំចាំថាឪពុកម្ដាយរបស់ខ្ញុំយំហើយប្រាប់ខ្ញុំថាសួនកុមារនេះពិតជាតូចខ្លាំងណាស់មិនមែនជាជីវិតដែលខ្ញុំគួរតែមាននៅទីនេះនោះទេនៅថ្ងៃទី5ខែឧសភាឆ្នាំ2025ខ្ញុំបានចាកចេញពីកន្លែងនៅថ្ងៃស្អែកប៉ាម៉ារបស់ខ្ញុំពិតជាគៀមក្រំខ្លាំងណាស់ប៉ុន្តែហាក់ដូចជាសប្បាយចិត្តសម្រាប់ខ្ញុំផងដែរពួកគេក៏បានប្រាប់ខ្ញុំថាម៉ាស៊ីនពេលវេលារបស់ដូរ៉េមុននឹងនាំខ្ញុំទៅកាន់ពិភពលោកដ៏ប្រសើរមួយប្រហែលជាពេលវេលាខ្ញុំត្រឡប់ទៅកាន់ពិភពលោកនោះវិញខ្ញុំនឹងអាចសង្គ្រោះអ្នករាល់គ្នាបានខ្ញុំមិនដឹងថាអ្វីដែលប៉ាម៉ាខ្ញុំនិយាយត្រូវនោះទេពេលខ្ញុំចាកចេញពីទីនេះខ្ញុំគ្រាន់តែយកសៀវភៅកំណត់ហេតុនោះទៅជាមួយព្រោះនៅចំបញ្ចប់នៃកំណត់ហេតុប្រចាំថ្ងៃគឺជាការចងចាំរបស់ខ្ញុំនិងជាប្រភពភាពក្លាហានរបស់ខ្ញុំវានឹងរំលឹកខ្ញុំជានិច្ចឲ្យត្រឡប់មកសង្គ្រោះអ្នករាល់គ្នាកំណត់ហេតុប្រចាំថ្ងៃនេះបញ្ចប់នៅទីនេះដើម្បីនិយាយដោយស្មោះត្រង់ខ្ញុំមិនដឹងថាអ្វីដែលកត់ត្រានៅក្នុងកំណត់ហេតុនេះជាការពិតនោះទេប៉ុន្តែក្រោយមកតាមរយៈការស្កេននៃពន្លឺខ្ញុំឃើញថាខាងក្នុងនៃរូបសំណាកនោះគឺជាកន្លែងទំនេរប៉ុន្តែប្រហោងហាក់បីដូចជាត្រូវបានពង្រីកដល់ទំហំមនុស្សធំដូច្នេះហើយខ្ញុំគិតថាប្រសិនបើកំណត់ហេតុប្រចាំថ្ងៃនេះគឺជាការពិតនោះម៉ាស៊ីនពេលវេលានៅក្នុងកាបូបកំណត់របស់ដូរ៉េមុនគួរតែនាំអ្នកផ្លាស់ទីទាំងអស់នោះត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ